dương kê vì muốn dương thọc bánh há mà lỡ kê với dương kê man sủa dương muốn xa chọc púa có thu đà hay chọc này cũng bắt đà dương chọc bắt ai phật chà thì tới bò xa có cho mong phải muốn chà bò chà ta lỡ cả tăng pra mà có ta man có cho lại bay hai ấy Xong chụp đi xuốngចាសូមស្វាគមន៍ការវិលត្រឡប់មកសារជាថ្មីជាមួយនឹងកម្មវិធីបបិសោតអ្នកប្រើប្រាស់ផលិតផលអ៊ីក្រៃថ្ងៃនេះយើងមានបងស្រីមួយរូបដែលគាត់ចូលរួមចែករំលែកតកតងជាមួយនឹងបញ្ហាសុខភាពដែលគាត់ប្រឈមកន្លងមកតកតងជាមួយនឹងកត្តាសុខភាពឬក៏អក្ខរជំងឺដែលគាត់ប្រឈមឬក៏ដែលគាត់ធ្លាប់មានពីមុនដែលគាត់នឹងចូលរួមចែករំលែកតកតងជាមួយនឹងភាពធូរស្រាលនៅបញ្ហារបស់គាត់បន្ទាប់ពីគាត់បានជ្រើសរើសការប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រៃតែយើងមិនបានដឹងថាតើបងស្រីគាត់មានបញ្ហាឬក៏អក្ខរសុខភាពយ៉ាងណាដែរដែលអាចជួយគាត់ឲ្យបានប្រសើរតាមរយៈការប្រើផលិតផលអ៊ីក្រៃយើងនឹងជួបជាមួយនឹងគាត់ទាំងអស់គ្នាចាសូមជម្រាបសួរបងចាដល់ឡៃបងអាចថាសូមអនុញ្ញាតបងជួយរៀបរាប់ឈ្មោះទីលំនៅបច្ចុប្បន្ននិងមុខរបរដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ផងបងចាសួរចាខ្ញុំឈ្មោះអ៊ីផាណែតចានេះខ្ញុំរស់នៅភ្នំពេញចាប្រកបមុខរបរជាអ្នកលក់ដូរលក់ដូរចាពិតជាពិសេសមែនទែនបងសម្រាប់បងថ្ងៃនេះដែលបានអញ្ជើញមកចូលរួមចែករំលែកសារជាអ្នកលក់ដូរអាចថាយើងរវល់ច្រើនដែរបងចាដោយឡែកចូលទៅលើបញ្ហាទាំងអស់នេះដែរអនុញ្ញាតឲ្យបងសូមដឹងបន្ថែមបន្តិចបានទេបងថាសម្រាប់បងផ្ទាល់មុននឹងបងសម្រេចចិត្តថាប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រៃនេះតើកន្លងមកតើបងមានបញ្ហាសុខភាពយ៉ាងណាដែរចឹងណាបងចាគឺពីមុនមកបងមានកាពះពោះវៀនអូនចាបងចាហើយទីថាយើងអាសាអស់កម្លាំងអញ្ចឹងណាចាថិតលហើយឥឡូវហ្នឹងបងមានគ្រោះក្នុងប្រមាត់ហ្នឹងហើយនឹងគេហៅគ្រោះតម្រង់នោមដែរគ្រោះប្រមាថហើយគ្រោះតម្រង់នោមចាបងចាដល់ឡែកបងតកតងជាមួយនឹងអាការៈទាំងអស់ហ្នឹងឬក៏បញ្ហាទាំងអស់ហ្នឹងតើវាមានផលរំខានសម្រាប់បងយ៉ាងណាខ្លះចឹងណាបងទើបធ្វើឲ្យបងសម្រេចចិត្តក្នុងការជ្រើសរើសក៏ប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីក្រៃបងចាអូនវាទៅវាថាវាធ្វើទុកយើងអូនចាចេះតែអួរច្រាឡើងលើចឹងណាចាបងចាហើយយើងអ្នកចុករយតាមចឹងកនេះហើយដូចជារយកចាយើងអាសាអស់កម្លាំងអញ្ចឹងចាបងហើយគេងថប់ដង្ហើមរៀងថប់ពេលគេងណាចាបងចាធ្វើទុកចឹងបងមិនចិត្តថាប្រើផលិតផលនេះចាបងតកតងជាមួយនឹងចំណុចនេះដូចបងបានបង្ហាញថាបងមានបញ្ហាតកតងមួយគ្រោះហ្នឹងគ្រោះតកតងមួយតម្រងនោមហើយនឹងប្រមាថហ្នឹងណាបងប៉ុន្តែតកតងមួយគ្រោះហ្នឹងអាចថាទំហំប៉ុណ្ណាដែរអញ្ចឹងណាជាទំហំវាការបងមើលដូចជា2សង់ទីម៉ែត្រ2សង់ទីម៉ែត្រហ្នឹងហើយ2តែវាធ្វើទុកយ៉ាងណាខ្លះដែរសម្រាប់បងប្រព័ន្ធមួយអាការៈនៅពេលដែលយើងមានជាមួយបញ្ហាទាំងអស់ហ្នឹងណាបងនិយាយទៅបងដោតទៅលើថាកាពះពោះវៀនអូនចាពេលដែលយើងញ៉ាំអីចឹងទៅអាសាចុកពោះចឹងណាចាបងចានិយាយទៅយើងអាសាញ៉ាំនិយាយទៅថាញ៉ាំថ្នាំកាពះអីជាប្រចាំចឹងណាអូនចាញ៉ាំតែញ៉ាំទៅដូចជាអត់បាត់អីវាជាធ្វើទុកច្រាឡើងលើចឹងណាចាអាការៈនោះបងមានប្រហែលចូលប្រហែលឆ្នាំហើយបងមកដល់ឥឡូវនេះបងយូរដែរអូនតងប្រហែលជា5ឆ្នាំតង5ឆ្នាំចាបងចាអញ្ចឹងតកតងជាមួយនឹងកត្តាឬក៏បញ្ហាសុខភាពទាំងអស់ហ្នឹងភាគច្រើនគឺបងធ្វើទុកជាងគេគឺកាពះហើយណាបងហ្នឹងហើយកាពះចាហើយបញ្ហាថប់បង្ហើមចាប៉ុន្តែប្រព័ន្ធជាមួយនឹងកត្តាទាំងអស់ហ្នឹងអញនិយាយបានថាប្រព័ន្ធមួយបងរយៈពេល5ឆ្នាំតែក្នុងអំឡុងហ្នឹងការព្យាបាលអីមិនដែរបងនិយាយទៅការព្យាបាលដូចជាអត់យូរហ្មងដែរអូនដូចជាបងប្រើទំតបានតែ3ខែប្រើបាន3ខែជាប់លាប់ហើយយើងប្រើជាប់លាប់3ខែចាអញ្ចឹងមានន័យថាតកតងជាមួយនឹងកត្តាឬក៏បញ្ហាសុខភាពនឹងអាចថាសម្រាប់បងមកដល់ឥឡូវបន្ទាប់ពីបងបានជ្រើសរើសប្រើផលិតផលអ៊ីក្រៃតើអាការៈសុខភាពរបស់បងយ៉ាងណាដែរអញ្ចឹងណាបងមកដល់ឥឡូវអាចប្រសើរយ៉ាងណាខ្លះដែរគឺថាយើងគេងពីមុនយើងថប់បញ្ហាឥឡូវគេងយើងគេងបានស្រួលជាងមុនអញ្ចឹងណាចាបងចាហើយយើងសាសាចុកពោះក៏ធូរដែរចាបងសាចុកពោះទៀតហ៎បងចាសាចុកពោះអីធូរឈឺតាមពោះអីចឹងណាអូនឈឺហើយចុកនេះក៏បាត់ដែរយើងចុកបាត់ដៃផុតចាចុកនឹងវាចុកបាត់មិនបងចុកបាត់ដៃផុតនេះអូនថាចុកដូចចង់ខ្យល់អញ្ចឹងណាចុកធ្វើយើងធ្វើទុកដូចចង់ខ្យល់ចឹងអីម្ដងអញ្ចឹងណាចាបងចានិយាយទៅបងអាសាក៏ខ្យល់ហ្មងពីមុនចាបងចាតែឥឡូវដូចអត់តាំងពីប្រាំអត់តាមមិនក៏ខ្យល់ហើយ3ខែ3ខែគេថាចង់រកតែខ្យល់យើងសោយអូនចាសោយមែនតើ
តែឥឡូវអត់អីទេ ឥឡូវបងងើបធ្វើការម៉ោង 4 អីធម្មតា ចាបង តែពីមុនអត់ទេអត់បានទេគេងមិនក៏បងគេអាចឆ្អែតដែរ ចាបង គាត់តែគេងមកគាត់តែល្ងុយ កាន់តែគេងកាន់តែអស់កម្លាំងហើយកាន់តែងុយចង់គេងទៀត ហើយញ៉ាំចំណីអាហារអីញ៉ាំរហូតតែរបស់គេថាដូចជាប្រហុកផ្អកអីចឹងណា ចា តែឥឡូវដូចអត់សូវឃ្លានដែរអញ្ចឹងណាអូន អត់រទេ អូញ៉ាំនឹងទៀតមិនបាច់ទេ ចាបង ចា ច្រឡំ3ខែហ្នឹងប្រើអស់ប្រហែលជាប្រហែលឈុតដែរសម្រាប់បង បងដូចជាអស់3ឈុត អស់3ឈុតដែរណោះ 3ឈុត បងប្រើផលិតផលអីខ្លះដែរ បងប្រើ Blue A Prana ជាមួយនឹង X-Screen ចា X-Root មួយទៀត X-Root មានន័យថាប្រើទាំង4មុខអញ្ចឹងតើតោមួយកតាសុខភាពទាំងអស់ហ្នឹងដូចតែបងបានលើកឡើងឬក៏បញ្ជាក់ខាងលើហ្នឹងអាចថាវាបានប្រសើរទាំងស្រុងសម្រាប់បងឬក៏យ៉ាងណាដែរបង និយាយទៅបើសម្រាប់បងគិតថាបានប្រហែលជាខ្ទង់ 70% 70% នៃភាពធូរស្រាលទៅលើបញ្ហាបង ចា តើតោមួយកាពះអីគឺវាលេងធ្វើទុកដូចមុនទេ ឡើងដូចមុនឯអូនយើងញ៉ាំអីចឹងដូចថាលែងសូវធ្វើទុកអីចឹងណា ចាបងចា ហើយយើងគេងអីទៅក៏ស្រួលជាងមុនដែរ ចាចុះបើពីមុនឧទាហរណ៍ថាយើងញ៉ាំអីទៅវាធ្វើទុកមិនវិញសម្រាប់បង អូវាមុនដាក់ទៅនឹងកញ្ចុកអូនអើយញ៉ាំអីកញ្ចុកអីចឹងណា ចុក ហើយអាសាខ្យល់ អាសាខ្យល់ ហ្នឹងហើយខ្សោយ ល្វើយ និយាយទៅយើងខ្សោយ ចាអូ តែឥឡូវថាធ្វើការអីអត់ដឹងហត់ទេ អូចាប ធ្វើ ង កា ចា របានអញ្ចឹងណា ចាអាចថាសម្រាប់បងមកដល់ឥឡូវគឺធូរដល់ 70% ចាទៅលើការប្រើប្រាស់ហើយប្រើរយៈពេល3ខែអាចថាដោះទៅលើកាពះពោះវៀនរយៈពេល5ឆ្នាំនឹងបានហើយ និយាយទៅដល់បានច្រើនអូនព្រោះចេះពីមុនយើងគេងអីណា ចាបងចា ចឹងនិយាយថាយើងគេងអត់ចេះឆ្អែតទេ ចាបង គេងនៅតែល្ងុយអញ្ចឹងណា ចា តែឥឡូវតាំងពីយើងប្រើមកគេងអីដូចថាយើងងើបមកធ្វើការធម្មតាអត់មានថាអស់កម្លាំងអីទេ ចាប ធ្វើ ង ការ ចា បានធម្មតា ចាចុះតើតងកន្លែងហ្នឹងដោយសារតែបងបានផ្សារជាប់តែបងប្រើដល់4មុខអញ្ចឹងបងមានបញ្ហាតើតងមួយរកស្ត្រីបន្ថែមទៀតដែរឬក៏យ៉ាងណា អានេះបងនិយាយទៅម្ដងម្កាលអីចឹងណា ចាបង គេថាយើងការពារអញ្ចឹងណាអូន អូបងប្រើជាលក្ខណៈថែសារ ការ បន្ ពារ ថែម ថែរក្សាទេបងអត់មានរោគស្ត្រីអីទេ ចា និយាយទៅបងបដោតទៅលើកាពះពោះវៀនហ្នឹងហ្មង អូចាបងចាតែតើតងជាមួយនឹងកតាទាំងអស់ហ្នឹងអាចថាសម្រាប់បងតលតែម្ដងតើតងមួយការប្រើតើបងប្រើយ៉ាងណាខ្លះអាចថាលាបនៅទីតាំងណាខ្លះទើបអាចដោះទៅលើកាពះពោះវៀនរបស់បងបានឬក៏បញ្ហាបាក់គេងហ្នឹងណាបង ចា ចា និយាយទៅបងលាបអាកន្លែងកនេះចន្លោះទ្រូង ចា ជាមួយនឹងលាបលើផ្ទៃពោះយើងណាអូន ចាបងចា យើងលាបវានេះទៅពីលើដល់ក្រោមហ្នឹងទៅលាប ចាដើរយកផលិតផលអីខ្លះយកទៅលាបទៅតាម វាចាបងប្រើជាមួយ Blue A និង Prana ចា ពីមុខ បងចា យើងលាយចូលគ្នាយើងលាបពីលើហ្នឹងចន្លោះកនេះមកដល់លើពោះហ្នឹងយើងលាបប្រឹកថាជា1នាទីអញ្ចឹងណា ចាបងចាលាបឲ្យម៉ាស្សា2ទៅ3 ហ្នឹងហើយម៉ាស្សា ចាបងចា អរគុណច្រើនបងដល់ឡែកតកតងជាមួយនឹងសម្រាប់បងផ្ទាល់អាចថាក្នុងករណីបងភាពធូរភាសារបស់បងអាចថាបងមានជាមួយនឹងអក្សរតកតងជាមួយនឹងកាពះពោះវៀនហើយនឹងបញ្ហាតកតងមួយបាក់គេងចាហើយការធូរស្រាលគឺបាន 70% មានថាធូរស្រាលជាងមុនព្រោះដោយសារបញ្ហាហ្នឹងយើងមានរយៈពេលយូរដែរហើយចាតកតងជាមួយនឹងផលិតផលកូរ៉ៃអញ្ចឹងបានថាគឺជាផលិតផលថែរក្សាសុខភាពដែលមានឯកទេសបិទជាពលកម្ដៅរលាកដែលកកស្ទះនៅក្នុងសរីរាង្គកាយដែលយើងគ្រាន់តែធ្វើការលាបខាងក្រៅតែប៉ុណ្ណោះមិនមែនជាថ្នាំពេទ្យទៅព្យាបាលជំងឺមួយមុខណាជាក់លាក់ឡើយចាជាចុងក្រោយសម្រាប់បងអាចថាបងមានអីដែលជាចែករំលែកបន្ថែមទៀតទេឬក៏យ៉ាងណាបងចា ចាទៅខ្ញុំថាចង់ផ្ដាំនឹងចាផលិតផលអេកូរ៉ៃហ្នឹងប្រើទៅពិតជាបានផលមែនអញ្ចឹងណា ចា ខ្ញុំប្រើទៅស្រួលខ្លួនច្រើន ចាបង តែខ្ញុំចង់ឲ្យបងប្អូនគាត់សាក់ប្រើដែរអញ្ចឹងណា ចាបងចាដល់ឡែកអាចនឹងមានភាគទី2ហើយមកទៅព្រោះដោយសារវីដេអូហ្នឹងបងឲ្យតតងមួយគ្រោះហើយថាបងទៅប្រើបាន គ្រូនឹងប្រមាថជាមួយនឹងគីសម្រាប់នោម ចុះបើហើយជាមានភាគទី2នឹងបង្ហាញវីដេអូបែបបងមួយគ្រោះថាអាចដោះបានកម្រិតណាចាដល់ឡែកអាចថានេះខ្ញុំវិញសវឿនក៏សូមអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាជាមួយនឹងវីដេអូមួយនេះដល់ឡែកក៏សូមអរគុណទៅកាន់បងស្រីចាបងសម្រាប់ការចូលរួមចែករំលែកតទៅជាមួយនឹងបញ្ហាសុខភាពនៅក្នុងថ្ងៃនេះដែលទទួលបានផលប្រសើរខ្លាំងមែនទែនទៅលើអាការៈរបស់គាត់ដែលគាត់មានរយៈពេលយូរដែរហើយដោះទៅលើអាការៈចម្បងដែលគាត់កំពុងតែមានចាជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីអរគុណនិងសូមជម្រាបលាចា